ចេញពីស្រះគាត់គ្មានតម្លៃអីទេអ្វីដែលអ្នកត្រូវដាក់រឿងរបស់អ្នកនៅក្នុងទន្លេនិងសមុទ្រក្រៅស្រះនេះចៅវ៉ាន់ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនខ្ញុំតែងតែពីរបៀបប្រយុទ្ធជាមួយគាត់ក្នុងស្រុកនេះតែភ្លេចថាខ្ញុំអាចគេចពីគាត់ទៅកន្លែងធំទូលាយជាថ្ងៃក្រោយរថយន្តដឹកទំនិញពណ៌ខៀវនៅមុខកន្លែងសាងសង់ខ្ញុំចៅវ៉ាន់បើកមកដោយខ្លួនឯងនេះសោររថយន្តមានបានបើកបរទេខ្ញុំប្រឡងតាំងពីរៀនតែយូរហើយមិនបានបើកមិនអីទេរថយន្តនេះធន់បើកចុះគាត់បើកទ្វារខាងក្រៅខាងក្នុងពេញទៅដោយសាច់ជ្រូកស្រស់បន្លែបៃតងស្រស់ត្រីលោតភ្លោកនេះជាទំនិញដំបូងតែខ្ញុំយកពីផ្សារមើលផងខ្ញុំមើលគ្រឿងស្រស់ទាំងនេះមើលចៅវ៉ាន់ដែលហត់នឿយខ្ញុំស្ទើរតែយំចៅវ៉ាន់ជប់ធ្វើមនោសញ្ចេតនាទៅជួយដឹកទំនិញចុះឆាប់កម្មករកំពុងរងចាំបាយពេលសន្តាគារអ្នកបើកទុកបន្ទប់ប្រធានាធិបតីឲ្យខ្ញុំប្រហែលឆ្នាំយប់នោះមហូបនៅស្ថានីយ៍សម្បូរជាងរាល់ដងពេលកម្មករដឹងថាហូបទាំងនេះខ្ញុំបើករថយន្តទីក្រុងចម្ងាយរាប់សិបគីឡូម៉ែត្រគ្រប់គ្នាភ្ញាក់ផ្អើលចាំងហ្វាងចាំងកាន់ស្រាមួយចានមករកមុខក្រហមដោយរំភើបលោកហ៊ូខ្ញុំចាំងមិនដែលគោរពអ្នកណាចែលោកជាម្នាក់ចិត្តល្អរបស់លោកពីថ្ងៃនេះទៅស្ថានីយ៍ខ្លាយជាផ្ទះរបស់យើងអ្នកណាហ៊ានប៉ះផ្ទះយើងនឹងតាំងរហូតដល់ស្លាប់នោះកម្មកររាប់រយអ្នកស្រែកហូបកញ្ជ្រៀវការបិទគប់របស់លីវៃមានខ្លាយជារឿងគួរឲ្យអស់សំណើចក្រោយមកខ្ញុំបានលះបង់កម្លាំងត្រឡប់ទៅសាងសន្តាគារវិញចៅវ៉ាន់ជួយរកអ្នករចនាម៉ូដដែលពូកែណាស់គាត់រចនាសន្តាគារខ្ញុំតាមសាមញ្ញឆៅក្រោមផ្ទៃដីសំណង់ដែលរញ៉េញ៉ៃវាមើលទៅខុសប្លែកពីគេឯកានឹងលេចធ្លោខ្ញុំក៏ពង្រីកអាជីវកម្មដាំយោបល់របស់ជាខាងតូចមួយលក់បារីអាហារសម្រន់និងរបស់ប្រើប្រាស់ប្រចាំថ្ងៃខ្ញុំក៏ទិញម៉ាស៊ីនបោកគក់ពី3គ្រឿងផ្ដល់សេវាស្ថានីយ៍ប្រេងរបស់ខ្ញុំខ្លាយជាសហគមន៍តែមានមុខងារពេញលេញវាដោះស្រាយបញ្ហាទាំងអស់របស់កម្មករប្រលានរបស់ខ្ញុំក៏ត្រូវបានគេផ្សព្វផ្សាយពេញគម្រោងប្រលានយន្តហោះថ្ងៃមួយខ្ញុំកំពុងរាប់លុយនៅស្ចេនម៉ូណូមនុស្ស2-3នាក់ជាប់នាំមុខគឺបុរសវ័យកណ្ដាលអាយុជាង40ស្លៀកឈុតស្អាតមានរូបរាងខ្វាច់មានយុវជន2នាក់ទៀតកាន់សៀវភៅកត់ត្រានិងកាមេរ៉ាលោកស៊ូសុំណែនាំនេះគឺលោកអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍគម្រោងនៃក្រុមហ៊ុនលោកអ្នកគ្រប់គ្រងចៅលោកអ្នកគ្រប់គ្រងធ្វើការសិក្សាធំសម្រាប់ប្រតិបត្តិការផ្លូវស្ដីលោកអ្នកគ្រប់គ្រងស៊ូខ្ញុំធ្លាប់ពីឈ្មោះលោកនាយកចេនសរសើរលោកច្រើនណាស់លោកនាយកចេនលើកយើងទើបដើរមើលការដ្ឋានប្រលានយន្តហោះហើយឃើញអគាររបស់លោកតែមានការរចនាប្លែកភ្នែកលោកនាយកចេនប្រាប់ថានេះជាសន្តាគារដែលហ៊ាននឹងបើកហើយលោកជាម្ចាស់បាត់ចង់អញ្ជើញយើងចូលមើលទេបានសូមអញ្ជើញខ្ញុំទម្លាក់សៀវភៅកណីហើយនាំគេទៅសន្តាគាររបស់ខ្ញុំនៅតាមផ្លូវចៅអ៊ីស៊ូខ្ញុំច្រើនណាស់ពីទំហំសន្តាគារចំនួនបន្ទប់ដល់គំនិតគ្រប់គ្រងរបស់ខ្ញុំឡាយអំពីក្រុមអតិថិជនគោលដៅគឺច្បាស់លាស់ណាស់ពេលខ្ញុំនាំគេចូលទៅក្នុងសន្តាគារដែលកំពុងតែជួសជុលគេទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងសាលធំដែលមានកម្ពស់ដល់កញ្ចក់ធំមើលឃើញទេសភាពបែរមុខទៅរកទីដែលផ្លូវរថអាកាសយានដ្ឋានងាយចូលត្រង់នេះអាចមើលឃើញយ៉ាងច្បាស់ទូចសាងសង់ជាច្រើនកំពុងធ្វើការនៅឆ្ងាយទើបអាចស្រមៃបាននៅពេលអនាគតអ្វីដែលឃើញពីទីនឹងខ្លាយជាយន្តហោះពណ៌សឡើងចុះចត់អតិពលដែលមើលឃើញនោះគឺអស្ចារ្យណាស់មិនអាចប្រៀបផ្ទឹមលោកហ៊ូអ្នកមានភ្នែកល្អណាស់ពេលអ្នកផ្សេងទាំងអស់ផ្ដោតលើប្រាក់សំណងអ្នកឃើញតម្លៃនេះពេលជំនួយការនៅពីក្រោយគាត់ថតរូបឥតឈប់យើងឡើងទៅលើដំបូលដែលជាកន្លែងមើលទីនេះមិនទាន់តុបតែងគ្រាន់តែជាកន្លែងបេតុងតែចូលត្រង់នេះឃើញកន្លែងសាងសង់អាកាសយានដ្ឋានទាំងមូលនាវិកក្រុមហ៊ុនអាកាសចររទេបេសកម្មត្រូវការសម្រាប់នៅទីក្រុងដែលយើងមានតម្រូវការខ្ពស់ចំពោះសន្តាគារសុវត្ថិភាពភាពឯកជនភាពងាយស្រួលគឺសន្តាគារគុណសម្បត្តិពិសេសខាងទីតាំងភូមិសាស្ត្រវាជាសន្តាគារដែលនៅសូម្បីតែជាងផ្ទះស្នាក់នៅក៏នៅឆ្ងាយពេលសន្តាគារជាក្រុមហ៊ុននៅអាកាសយានដ្ឋានជាសន្តាគារជាចាប់អារម្មណ៍ល្អណាស់ពេលសន្តាគារអ្នកសាងសង់រួចរាល់យើងនឹងចាត់ក្រុមអ្នកជំនាញមកវិតម្លៃប្រសិនបើត្រូវតាមស្តង់ដាររបស់យើងអាចចុះកិច្ចសន្យាព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រគាត់ដកកាត់ឈ្មោះចេញពីហោប៉ៅឲ្យខ្ញុំរក្សាទំនាក់ទំនងខ្ញុំជូនចូលយីនឹងខ្ញុំចូលតែម្នាក់ឯងលើដំបូលផ្ទះឲ្យខ្យល់បក់មានអារម្មណ៍ថាអ្វីដូចជាសុបិនតែពេលខ្ញុំហៀបនឹងចុះទៅភ្នែកខ្ញុំក្រឡេកទៅឃើញឡានមួយឈប់នៅចុងផ្លូវដីឆ្ងាយនៅតែអូឌីពណ៌ខ្មៅនោះឡានរបស់លីវៃមីងបែរគាត់មានអ្នកអង្គុយម្នាក់ទីលីវៃមីងហាក់កំពុងចង្អុលទៅសន្តាគារខ្ញុំនិយាយអ្វីមួយបុរសនោះមើលមកដោយភ្នែកដូចពិនិត្យទំនិញសម្លឹងមើលសន្តាគារខ្ញុំយ៉ាងត្រជាក់ចិត្តខ្ញុំធ្លាក់ចុះភ្លាមខ្ញុំផ្ញើសារទៅចៅវ៉ាន់ជួយខ្ញុំស៊ើបមនុស្សម្នាក់ខ្ញុំប្រើទូរស័ព្ទពង្រីករូបភាពពីលើដំបូលថតរូបអូឌីខ្មៅនោះនិងស្រមោលមិនច្បាស់របស់បុរសពីរនាក់អង្គុយក្បែរលីវៃមីងស្លៀកឈុតខ្ញុំចង់បានព័ត៌មានទាំងកាន់តែលម្អិតកាន់តែល្អទទួលបានហើយមានបញ្ហាហើយប្រហែលបញ្ហាពិតប្រាកដកំពុងខ្ញុំដាក់ទូរស័ព្ទលេខមើលសន្តាគារដែលទើបតែមានរៀងកម្មករកំពុងធ្វើការរៀងខ្លួនអ្វីមានសណ្ដាប់ធ្នាប់ខ្ញុំដើរទៅមាត់ទ្វារវ៉ាងកំពុងបញ្ជាគេដឹកកញ្ចក់ជញ្ជាំងចុះពើវ៉ាងជួយខ្ញុំផងជួយរកគេធ្វើផ្លាកសញ្ញាមួយយកឈើល្អបំផុតឆ្លាក់ដោយដៃសរសេរអ្វីខ្ញុំយកក្រដាសសរសេរ9អក្សរភ្ញៀវមិនមែនអតិថិជនហាមចូលយល់ហើយចង់ដាក់ច្បាប់ឲ្យអ្នកខ្លះខ្ញុំទៅរកជាងឈើល្អបំផុតក្នុងក្រុងធានាថាធ្វើឲ្យច្បាស់លាស់ពេលថ្ងៃក្រោយផ្លាកសញ្ញាឆ្លាក់ពីឈើផ្កាឈូកទាំងមូលត្រូវបានដាក់នៅមាត់ទ្វារការដ្ឋានសន្តានឡាញដែលឃើញច្បាស់ផ្លាកត្រូវបានខាត់ឲ្យភ្លឺរលោងអក្សរ8ធំនៅលើនោះមានកម្លាំងផ្លាកសញ្ញានេះលើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍ភ្លាមពួកកម្មករដែលមកញ៉ាំបាយនៅពេលដើរកាត់ក៏ងាកមើលប៉ុន្មានក៏ញឹមស្ងាត់គេដឹងថាផ្លាកនេះសម្រាប់អ្នកណាហើយលីវៃមិនក៏ឃើញដែរគាត់ដឹងច្បាស់ថាអតិថិជនមិនមែនអតិថិជនដែលលើគាត់នឹងភ្ញៀវសំខាន់ដែលគាត់នាំមកខ្ញុំកំពុងប្រាប់គេតាមវិធីត្រង់បំផុតថាកន្លែងរបស់ខ្ញុំមិនស្វាគមន៍ការស៊ើបការរបស់អ្នកនោះទូរស័ព្ទក៏រត់មកស៊ូឆាវរកឃើញហើយបុរសនោះឈ្មោះកៅជាអ្នកគ្រប់គ្រងដើមទុនអ្វីដែលគាត់ពូកែជាងគេស្វែងរកគម្រោងដែលមានសក្តានុពលខ្ពស់តែមានចំណុចខ្សោយឬមានចំនួនរួចប្រើគ្រប់មធ្យោបាយទិញដោយតម្លៃទាបបំផុតរួចវេចខ្ចប់លក់បន្តរកប្រាក់ប៉ុន្មានឆ្នាំនេះក្រុមហ៊ុនជាច្រើនត្រូវគាត់បំផ្លាញហើយអ្វីគាត់ទៅជាមួយលីវៃមិនខ្ញុំពិនិត្យព័ត៌មានគ្រោះក្រុមហ៊ុនវិនិយោគមួយរបស់កៅថេកាលពីខែមុនបានចាប់ដៃជាមួយប្អូនប្រុសរបស់លីវៃចុះបញ្ជីក្រុមហ៊ុនថ្មីមួយឈ្មោះអាននីងអាកាសយានដ្ឋានសេវាកម្មអញទីមើលអាសយដ្ឋានចុះបញ្ជីនៅណានៅផ្ទះខ្ញុំនឹងទេត្រូវហើយគឺអាសយដ្ឋានដីរបស់ឯងខ្ញុំយល់ហើយលីវៃមិនដែលចង់ឲ្យខ្ញុំនៅទីនេះទេគាត់ដកខ្ញុំចេញពីបន្ទប់3តុកដីនេះគាត់ដឹងថាដីនេះនឹងឡើងថ្លៃនៅថ្ងៃនេះឲ្យប្អូនគាត់ចាប់ដៃជាមួយកៅចង់យកដីនេះទៅជារបស់ខ្លួនបើថោខ្ញុំសង់សន្តាគារនៅទីនេះរងផ្លូវរកលុយគេដូច្នេះប្រើគ្រប់មធ្យោបាយបណ្ដេញខ្ញុំចេញបដូរសន្តាគារខ្ញុំទៅជារបស់រឿងតូចតាចពីមុនគ្រាន់តែជាមហោឥឡូវនេះពួកមូលធននិយមថ្នាក់ដឹកនាំកម្ពុជាបានចុះមកតើគេនឹងធ្វើអ្វីវិធីសាស្ត្ររបស់ថ្នាក់ដឹកនាំជាធម្មតាមាន3ជំហានខូចគេឈ្មោះធ្វើឲ្យអ្នកអាក្រក់ធ្វើឲ្យអ្នករាល់គ្នាគិតថាអ្នកជាបញ្ហាធ្វើឲ្យដៃគូរបស់អ្នករង្គោះរង្គើទី2ដឹងផ្លូវច្បាប់ដឹងអ្នកដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានធ្វើឲ្យអស់កម្លាំងនិងថវិការបស់អ្នកទី3កាត់ផ្ដាច់ឬគល់វិប្រហាខ្សែសង្វាក់ហេរ៉ានិងក្រុមការងាររបស់ធ្វើឲ្យអ្នកដួលរំពីពេលដែលគេធ្វើទារុណកម្មអ្នកស្គេនឹងលេចមុខជាអ្នកសង្គ្រោះផ្ដល់ឲ្យអ្នកនៅការផ្ដល់ជូនដែលអ្នកមិនអាចបដិសេធបានទិញអ្នកក្នុងតម្លៃទាបដល់អាម៉ាស់អូខេខ្ញុំយល់ហើយបើគាត់ចង់លេងខ្ញុំនឹងលេងជាមួយគាត់រហូតចៅវ៉ាន់អ្នកបន្តជួយខ្ញុំតាមដានថ្នាក់ដឹកនាំរលំហូរហិរញ្ញវត្ថុនិងចលនាទាំងអស់ខ្ញុំចង់ដឹងរាល់ជំហាននៃផែនការរបស់ម្យ៉ាងទៀតខាងណានហាងខ្ញុំនឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យបានខ្ញុំត្រូវការសម្ព័ន្ធមិត្តដ៏រឹងមាំជាផ្លូវការដើម្បីជាក្នុងបង្អែកឲ្យខ្ញុំហើយសន្តាគាររបស់ខ្ញុំត្រូវតែសាងសង់រួចរាល់និងបើកដំណើរការឲ្យបាននៅពេលដែលខ្ញុំចាប់ផ្ដើមមានលំហូរសាច់ប្រាក់ខ្ញុំអាចទប់ទល់ជាមួយខ្ញុំនិយាយអស់មួយដងផែនការរបស់ខ្ញុំច្បាស់លាស់និងមានសណ្ដាប់ល្អចៅវ៉ាន់នៅម្ខាងទូរស័ព្ទដកដង្ហើមយ៉ាងវែងអ្នកពិតជាធំពេញវ័យហើយត្រូវបង្ខំចិត្តខ្ញុំមើលផ្លាកសញ្ញាហាមចូលនៅខាងក្រៅបង្អួច
ដែលនៅតែភ្លឺច្បាស់ក្នុងភាពងឹតពេលដាក់ទូរស័ព្ទខ្ញុំគ្មានអារម្មណ៍មួយដេកទេការវាយប្រហាររបស់កៅថេងមកលឿនជាងអ្វីដែលខ្ញុំគិតហើយក៏ខ្លាំងជាងសង្គ្រាមបានចាប់ផ្ដើមនៅលើបណ្ដាញមួយយប់វេទិកាក្នុងស្រុកមួយចំនួននៅអង្គនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងទីក្រុងតែមានអត្ថបទដែលមានពាក្យសម្ដីតឹងតែងលេចឡើងចំណងជើងដាក់ឲ្យគួរឲ្យខ្លាចណាស់ក្នុងអត្ថបទគេធ្វើឲ្យខ្ញុំខ្លាចជាមនុស្សលោភលន់មានផ្ទៃខាងជាអ្នករឹងរូសមិនខ្វល់សុវត្ថិភាពសាធារណៈអត្ថបទបញ្ជាក់ថាប្រាក់កម្ចីខ្ញុំមិនមកថែមទាំងបញ្ជាក់បញ្ជាថាខ្ញុំនឹងធនាគារនឹងមានផលប្រយោជន៍មិនត្រឹមសួងចៅវ៉ាន់នឹងចេញមកត្រូវគេទាញចូលដោយការនិយាយបង្កប់នៃអត្ថបទទាំងនេះដូចមេរោគវាលដាយ៉ាងលឿនលើបណ្ដាញប្រជាជនក្នុងក្រុងដាំឡើយច្រណែននឹងចង់ដឹងចង់ឥឡូវក៏និយាយគ្នាច្រើនថែមទៀតខ្ញុំថាហើយប្រុសម្នាក់នេះមកពីណាបានសមត្ថភាពធំម្ល៉េះពីក្រោយប្រកាសជាមានគេក៏ល្អហើយធំពេកហើយតើបញ្ចប់យ៉ាង Vincent ថែមទាំងសប្បាយចិត្តពេកក៏ចែកអត្ថបទទាំងនេះក្នុងក្រុម WeChat ក្នុងក្រុងថែមទាំងបន្ថែមថានេះហៅថាគ្មានគុណធម៌សំនឹងតំណែងត្រូវតែមានគ្រោះព័ត៌មានអវិជ្ជមានរាលដាលដល់អាកាសយានដ្ឋានយ៉ាងលឿនការិយាល័យចេញមកទូរស័ព្ទមកខ្ញុំភ្លាមសំឡេងគាត់បារម្ភណាស់ស៊ូចៅឯងឃើញអត្ថបទលើបណ្ដាញហើយដឹកនាំការិយាល័យយកចិត្តសម្ពាធធំណាស់ខ្ញុំឃើញហើយបារម្ភខ្ញុំបានពន្យល់ដល់ថ្នាក់ដឹកនាំខ្ញុំជឿឯងប៉ុន្តែលើមតិសាធារណៈមិនល្អខាងណានហាងកយដំណឹងដែរអាកប្បកិរិយារបស់គេចំពោះកិច្ចសហការចាប់នេះហើយជាគោលដៅពិតរបស់គាត់ចង់ធ្វើឲ្យសម្ព័ន្ធមិត្តបំផ្លាញគេឈ្មោះខ្ញុំចង់ឲ្យសាច់ធាត់ណានហាងដែលចិត្តដល់មាត់ហើយចេញពីមាត់ខ្ញុំលោកប្រធានជេនកុំបារម្ភរឿងនេះខ្ញុំនឹងដោះស្រាយជួទូរស័ព្ទខ្ញុំមិនទាន់បានដកដង្ហើមពើវាងមករកខ្ញុំទាំងកំហឹងស៊ូចៅគេសង្កត់សង្កិនពេកហើយមានរឿងអីពើវាងក្រុមហ៊ុនសំណងមួយឈ្មោះហុងហ្វាក់ក្នុងក្រុងគេចាត់មនុស្សមកកន្លែងចង់ដកគ្រូជំនាញរបស់ខ្ញុំឲ្យប្រាក់ខែ2 ដងហើយមានប្រាក់សោធននឹងធានារ៉ាកម្មករក្មេងខ្លះចាប់ផ្ដើមចង់ទៅខ្ញុំមានអារម្មណ៍ធ្ងន់នៅក្នុងឯកសាររបស់ចៅវ៉ាន់ពីក្រុមហ៊ុនហុងហ្វាវាជាក្រុមហ៊ុនក្រមក្រុមកូដេពួកគេបង្កើតរឿងអាស្រ័យដល់គោលយើងជំហានទី2និងទី3ដែលចៅវ៉ាន់មកដល់ស្ទើរតែក្នុងពេលតេងដូចអ្នកប្រដៅជំនាញវាប្រហារមកខ្ញុំយ៉ាងខ្លាំងធ្វើឲ្យខ្ញុំដកដង្ហើមមិនរួចបន្ទាប់មកខ្ញុំទៅជួបកម្មករក្មេងដែលចង់ទៅខ្ញុំមិនបានស្គាល់មិនបានប្រាសើធរចង់ខ្ញុំគ្រាន់តែមើលពួកគេដោយមនុស្សចង់ឡើងខ្ពស់ខ្ញុំយកចិត្តបើចង់ទៅខ្ញុំមិនខត់ទេខ្ញុំនឹងឲ្យប្រាក់ឈ្នួលពេញខ្ញុំសុំនិយាយតែមួយម៉ាត់ខ្ញុំនៅទីនេះអគារនេះនឹងត្រូវសង់ឡើងសន្តាគារនេះនឹងបើកដំណើរការអ្នកដែលចាក់ចេញថ្ងៃនេះវាសន្តាគារយួនដាននឹងមិនបើកឲ្យអ្នកទៀតទេនិយាយចប់ខ្ញុំបែរខ្នងដាក់ចិត្តចូលស្ងៀមមើលមុខគ្នាទីបំផុតគ្មាននរណាចាក់ចេញក្រុមពើវាងមានស្ថិរភាពតែបញ្ហាថ្មីក៏មកដល់ថ្ងៃបន្ទាប់ខ្ញុំទទួលដីកាកោះពីក្រុមហ៊ុនបច្ចេកវិទ្យាបរិស្ថានដែលខ្ញុំមិនធ្លាប់ឮដីកាថាសម្លេងនឹងពន្លឺពីការសាងសង់រំខានដល់ប្រតិបត្តិការឧបករណ៍ច្បាស់លាស់របស់គេទាមទារសំណង1 លានយន្តហើយបញ្ឈប់ការសាងសង់សន្តាគារភ្លាមអាសយដ្ឋានរបស់ក្រុមហ៊ុននេះនៅលើដីទំនេរចម្ងាយប៉ុន្មានគីឡូម៉ែត្រនេះជាការប្តឹងដោយចិត្តនេះអាក្រក់មើលទៅគេចង់ទាញពេលខ្ញុំហើយធ្វើឲ្យខ្ញុំខាត់លុយត្រូវចំណាយលុយជួលមេធាវីត្រៀមការពារត្រឹមតែ1 សប្តាហ៍ខ្ញុំត្រូវគេវាយប្រហារត្រូវគេកកចប់រឿងច្បាប់អស់ខ្ញុំដេកបានតែ 3-4 ម៉ោងក្នុងពេលថ្ងៃត្រូវមើលការដ្ឋានលួងលោមកម្មករនិងប្រជុំជាមួយយប់ត្រូវបើកឡានទៅយកទំនិញក្នុងទីក្រុងមកដល់ក៏ត្រូវមើលអាជីវកម្មស្ថានីយ៍ប្រេងនោះខ្ញុំជូនភ្ញៀវចុងក្រោយចេញអង្គុយតែម្នាក់ឯងក្នុងស្ថានីយ៍ប្រេងដែលគ្មានមនុស្សខ្ញុំពិតជាឈ្នះបានមែនទេគូប្រជែងរបស់ខ្ញុំគឺជាមនុស្សដែលមានដើមទុនធំនិងក្រុមអ្នកជាត្រីឆ្លាមរីឯខ្ញុំវិញមានតែក្រុមតូចមួយនិងចិត្តក្លាហានទេនេះពិតជាការប្រកួតស្មើគ្នាមែនទេខ្ញុំផ្អៀងលើតុទឹកភ្នែកក៏ស្រក់ចុះដោយមិនអាចទប់បានពេលនោះហើយទូរស័ព្ទខ្ញុំក៏រោទនេះហើយមកកុំខ្លាចខ្ញុំដឹងហើយនេះជាល្បិចធម្មតារបស់គាត់មនុស្សជាច្រើនបានដួលត្រង់ចំណែកឯងមិនដូចគេទេហេតុអ្វីគាត់មានដើមទុនឯងមានប្រជាជនអីឥឡូវឯងចេញទៅមើលក្រៅស្ថានីយ៍ប្រេងខ្ញុំជូតទឹកភ្នែកដើរទៅមាត់ទ្វារដោយហើយខ្ញុំក៏ឃើញអ្វីដែលមិនអាចបំភ្លេចបាននៅលើដីទំនេរក្រៅស្ថានីយ៍ចាំងនឹងកម្មកររាប់សិបនាក់ទើបជប់ធ្វើការមិនបានទៅញ៉ាំក៏មិនបានត្រឡប់ពួកគេកាន់ទូរស័ព្ទជុំគ្នាពួកគេកំពុងតែឆ្លើយតបម្ដងមួយនៅក្រោមអត្ថបទគូជាម្ចាស់ល្អបំផុតបាយរបស់គាត់ថប់ជាងគេហើយស្អាតជាងគេនៅស្អាតជាងគេធ្វើការនៅការដ្ឋានសន្តាគារស្តង់ដារសុវត្ថិភាពគម្រោងធំជាច្រើនក្នុងអ្នកណានឹងហ៊ាននិយាយនឹងទៅហែកមាត់បើសន្តាគារនេះខុសច្បាប់នៅលើលោកនេះក៏គ្មានអគារណាស្របច្បាប់ដែរលោកហ៊ូមានឯកសារគ្រប់យ៉ាងពេញលេញគ្រប់ត្រូលលោកហ៊ូឲ្យរដ្ឋមន្ត្រីគ្រប់ត្រូលលោកហ៊ូគ្រប់ត្រូលលោកហ៊ូផ្ដួលពួកដែលចាក់ពីក្រោយខ្នងមើលពួកគេទឹកភ្នែកខ្ញុំហូរម្ដងទៀតតែលើកនេះមិនមែនដោយសារអយុធធម៌តែដោយសាររំជួលខ្ញុំស្រាប់តែយល់ថាកៅថេងមានក្រុមមានមធ្យោបាយតែខ្ញុំមានអ្វីដែលគាត់មិនអាចមានខ្ញុំមានការខ្ញុំស្រុកច្រមុះហើយដើរទៅមុខបងចាងលោកគ្រូទាំងអស់អរគុណអ្នកទាំងអស់អីយើងគ្រាន់តែមិនចង់ឃើញពួកអាក្រក់សង្កត់សង្កិនមនុស្សល្អលោកហ៊ូកុំខ្លាចបងប្អូនរាប់ពាន់អ្នកនៅខាងលោកបើគេហ៊ានប៉ះលោកមួយសក់យើងនឹងវាយផ្ដួលរហូតដល់រុនគេខ្ញុំមើលមុខគេដែលស្មោះត្រង់នឹងមើងម៉ាត់ភាពច្របូកច្របល់នឹងការភ័យខ្លាចរបស់ខ្ញុំក៏លីបាខ្ញុំឈរត្រង់ឡើងវិញខ្ញុំយកទូរស័ព្ទឲ្យទូរស័ព្ទទៅអ្នកគ្រប់គ្រងចៅវិន័យណានហាងលោកចៅសួស្ដីខ្ញុំហ៊ូឆាវពាក្យចាំអារ៉ាមអំពីខ្ញុំនៅលើអ៊ីនធឺណិតប្រកាសជាលោកបានឃើញហើយខ្ញុំមិនចង់ពន្យល់ដោយឥតខ្ញុំគ្រាន់តែចង់អញ្ជើញលោកក្រុមវិតម្លៃរបស់លោកមកសន្តាគារខ្ញុំគ្រប់ពេលដើម្បីពិនិត្យមើលផ្ទាល់ម្យ៉ាងទៀតខ្ញុំចង់ភ្នាល់ពីការវិតម្លៃបានខ្ញុំសង្ឃឹមថាយើងអាចចុះកិច្ចសន្យាភ្លាមជាការថ្លៃសហការ3ឆ្នាំដំបូងខ្ញុំបញ្ចុះតម្លៃ 20% បើការវិតម្លៃមិនបានខ្ញុំនឹងចេញថ្លៃធ្វើដំណើរទាំងអស់របស់ក្រុមលោកខ្ញុំភ្នាល់លើកិត្តិយសរបស់ខ្ញុំនិងអនាគតរបស់ការហៅទូរស័ព្ទរបស់ធ្វើឲ្យចៅវិភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកណ្ដាលព្យុះមតិសាធារណៈខ្ញុំមិនបានការពារខ្លួនតែបានវិប្រហារយ៉ាងខ្លាំងក្លាជានៅខាងចុងទូរស័ព្ទចៅវិនៅស្ងៀមយូរលោកហ៊ូអ្នកមានភាពក្លាហានខ្ញុំពេញចិត្តមនុស្សក្លាហាន3ថ្ងៃទៀតខ្ញុំនឹងនាំក្រុមអ្នកជំនាញទៅសង្ឃឹមថាអ្នកមិនធ្វើឲ្យខ្ញុំខកចិត្តទេសន្យាហើយជួទូរស័ព្ទភ្លាមខ្ញុំទៅរកពើវាងហើយកម្មករទាំងអស់មកយើងមានសង្គ្រាមធំត្រូវ3ថ្ងៃបន្ទាប់កន្លែងសាងសង់ក្នុងស្ថានភាពឈួតដែលមិនធ្លាប់មានខ្ញុំយកលុយដែលនៅសល់តាក់ចូលទាំងស្រុងខ្ញុំមានគោលដៅតែមុនពេលក្រុមណានហាងមកដល់ផ្នែកស្នូរបស់សន្តាគារដែលបង្ហាញតម្លៃពិតបង្ហាញឲ្យគេឃើញយ៉ាងល្អឥតខ្ចោះយើងបោះបង់ចោលការតុបតែងល្អិតល្អន់ដែលយើងប្រមូលកម្លាំងមនុស្សនិងសម្ភារៈទាំងប្រញាប់ដំឡើងកញ្ចក់ជញ្ជាំងប្រញាប់ក្រាលក្បឿងជាន់ទី1និងរៀបស្មើលើប្រញាប់ចុះភ្លើងទឹកនិងអ៊ីនធឺណិតតំបន់ស្នូលខ្ញុំដុតកម្លាំងចិត្តកម្មករទាំងអស់ចៅវាយចាំងនិងគេស្ម័គ្រចិត្តមកជួយក្រោយម៉ោងធ្វើការក៏មកជួយកន្លែងសាងសង់ប្រលានយន្តហោះនិងកន្លែងសាងសង់សន្តាគារកើតទំនាក់ទំនងចម្លែកមួយពេលថ្ងៃគេបែកញើសនៅប្រលានយន្តហោះពេលយកគេមកដុតភ្លើងបណ្ដោះអាសន្ននៅកន្លែងខ្ញុំបន្តប្រយុទ្ធពេលយកកន្លែងសាងសង់ទាំងមូលភ្លឺ24ម៉ោងសម្លេងមនុស្សអ៊ូកម្លាំងចិត្តដ៏ខ្លាំងសូម្បីតែមនុស្សនៅទីបញ្ជាការប្រលានក៏ភ្ញាក់ផ្អើលចេញមកមើលខ្ញុំម្ដងឃើញទស្សនភាពដ៏ក្តៅគប់នេះគាត់មិននិយាយគ្រាន់តែលើកមេដៃឲ្យខ្ញុំភ្នែករបស់លីវេមីននឹងកើតក៏ឃើញអ្វីទាំងអស់នេះពេលថ្ងៃក្រោយក្រុមវិតម្លៃណានហាងដឹកនាំដោយចៅអ៊ីមកសន្តាគារខ្ញុំម្ដងទៀតគេទាំងអស់គ្នាភ្ញាក់ផ្អើលនឹងទស្សនភាពខាងមុខត្រឹមតែប៉ុន្មានថ្ងៃមិនឃើញអគារនេះคล้ายជាថ្មីទាំងស្រុងហើយលោកចៅកញ្ចក់ធំត្រូវបានដំឡើងរួចរាល់ឥឡូវវាភ្លឺរលោងក្រំពន្លឺថ្ងៃទស្សនភាពស្ថានីយ៍យន្តហោះទាំងមូលចូលមកក្នុងសម្រាលឥដ្ឋធ្វើពីថ្មក្រានីតពណ៌រលោងដូចកញ្ចក់សាឡុងទំនើប2-3ឈុតដាក់រៀបយ៉ាងសមរម្យតំបន់ស្នូបានបង្ហាញរូបរាងសន្តាគារ5ផ្កាខ្ញុំនាំពួកគេឡើងលើរៀបស្មើកំពូលទីនេះក៏ដាក់កម្រាលឈើរួចរាល់ដែរមានតុកៅអីខាងក្រៅស្រួលប្រើឈរត្រង់នេះអាចមើលឃើញដោយគ្មានការរ៉ាតំបន់ចុះចតយន្តហោះទាំងមូលលោកអ្នកគ្រប់គ្រងចៅអង្គុយត្រង់នេះនាពេលអនាគតនឹងក្លាយជាកន្លែងបន្ទប់ទទួលភ្ញៀវរាល់នាវិកក្រុមហ៊ុនណានហាងដែលស្នាក់នៅអាចមកទីនេះ
ទទួលបានទិដ្ឋភាពល្អបំផុតនិងបរិយាកាសសម្រាប់លំហែចូលយីកាន់ពេញតែបើស្ថានីយន្តហោះឆ្ងាយភ្នែកពោពេញដោយការភ្ញាក់ក្រុមការងាររបស់គាត់កាន់ឧបករណ៍ផ្សេងនៅគ្រប់ជ្រុងនៃសន្តាគារធ្វើតេស្តយ៉ាងតឹងរ៉ឹងសុវត្ថិភាពកម្លាំងរចនាប្រព័ន្ធទឹកភ្លើងសញ្ញាបណ្ដាញប្រសិទ្ធភាពរាល់ចំណុចសុទ្ធតែល្អជាងអ្វីដែលខ្ញុំគិត1ម៉ោងក្រោយការធ្វើតេស្តទាំងអស់ចប់អ្នកទទួលខុសត្រូវបច្ចេកទេសម្នាក់ពាក់បាយតាមមកក្បែរជើយហុចរបាយការណ៍ថ្មីឲ្យគាត់ជើយទទួលយកមកអានយ៉ាងយកចិត្តទុកដាក់ប៉ុន្មាននាទីក្រោយមកគាត់ដាក់របាយការណ៍ចុះងើយមុខមើលខ្ញុំដោយភ្នែកមុតស្រួចខ្ញុំត្រូវតែទទួលស្គាល់អ្នកបានបង្កើតអច្ឆរិយៈទាំងគុណភាពសំណង់និងគំនិតរចនាសន្តាគាររបស់អ្នកលើសពីការរំពឹងទុករបស់យើងជាពិសេសប្រព័ន្ធការនៅកន្លែងចិត្តប្រលៀនអ្នកអាចគ្រប់គ្រងសំឡេងឲ្យនៅក្រោម40 dB នេះពិតជាអស្ចារ្យណាស់តែសន្តាគាររបស់អ្នកឥឡូវនេះគ្រាន់តែជាពាក់កណ្ដាលផលមិនទាន់ពេញលេញគ្រឿងបរិក្ខារជាច្រើនមិនទាន់យើងមិនអាចធ្វើការសន្យាហកម្មជាមួយផលិតផលពាក់កណ្ដាលខ្ញុំដកដង្ហើមព្រៀបនឹងនិយាយពីអាត់កំបាំងរបស់តែចៅអ៊ីគាត់យកឯកសារពីចេញពីកាបូបឯកសារជាលិខិតបង្ហាញឆន្ទៈសហការសន្តាគារ PGC ឯកសារមួយកិច្ចព្រមព្រៀងវិនិយោគឯកជនប៉ុន្តែផ្ទាល់ខ្លួនខ្ញុំមើលឃើញអនាគតរបស់អ្នកដូច្នេះខ្ញុំសម្រេចចិត្តភ្នាល់ជាមួយអ្នកដែរយើងអាចចុះហត្ថលេខាលិខិតបង្ហាញឆន្ទៈនេះជាតំណាងឲ្យជំហរផ្លូវការរបស់ជួយអ្នកទប់ទល់សម្ពាធពីខាងក្រៅបានច្រើនចំណែកកិច្ចព្រមព្រៀងវិនិយោគនេះជារបស់ផ្ទាល់ខ្លួនខ្ញុំក្នុងនាមប្រពន្ធខ្ញុំវិនិយោគ$1 លានក្នុងសន្តាគារជួយអ្នកឆ្លងផុតវិបត្តិបច្ចុប្បន្នឲ្យសន្តាគារបានពេញលេញខ្ញុំមិនយកភាគហ៊ុនរបស់អ្នកចាត់ទុកថាខ្ញុំពេលសន្តាគាររបស់អ្នកសងខ្ញុំវិញទាំងដើមនិងការខ្ញុំស្ងាត់ឈឹងទាំងខ្ញុំមិនដែលស្រមៃថានឹងគ្រប់គ្រងខ្ញុំតាមវិធីនេះហេតុអ្វីព្រោះខ្ញុំឃើញខ្លួននៅក្នុងខ្លួនអ្នកគ្មានអ្វីសោះប៉ុន្តែហ៊ានប្រកាសសង្គ្រាមជាមួយពិភពមនុស្សវ័យក្មេងបែបនេះកម្រណាស់ខ្ញុំមិនចង់ឃើញក្តីស្រមៃរបស់ដើមទុនខ្វាក់សម្លាប់តាំងពីក្នុងអង្រឹងខ្ញុំក្រោកឈរឲ្យអង្គរគាត់យ៉ាងជ្រាលជ្រៅអ្នកគ្រប់គ្រងចៅអរគុណលោកខ្ញុំសូមស្បោះនៅទីនឹងមិនក្បត់ការជិះរសៀលថ្ងៃនៅលើដំបូលសន្តាគារពាក់កណ្ដាលរបស់ខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃស្រាប់តែពេលខ្ញុំដាក់បិចចុះខ្ញុំទទួលសារពីចៅវ៉ាន់គោតឹងចាប់ផ្ដើមទិញពីរបស់ធនាគារយើងនៅគាត់ចង់បង្ខំការសងសឹករបស់គាត់វារៀលដល់ពីខ្ញុំទៅដល់អ្នកដែលជួយខ្ញុំទាំងអស់ខ្ញុំនឹងបង្ហាញថាបក្សីគ្មានស្លាប់អស់ឡើងលើពុកយ៉ាងម៉េចខ្ញុំទូរស័ព្ទទៅពេលល្ងាចទូរស័ព្ទរត់យូរណាស់ទើបគេសំឡេងខាងក្រោយខ្ញុំកំពុងប្រជុំនិយាយខ្លីគាត់មិនអីទេវាគ្រាន់តែជាការប្រកួតប្រជែងធម្មតាកុំបារម្ភអីខ្ញុំអាចដោះស្រាយបានអ្នកគ្រាន់តែសង់សន្តាគាររបស់អ្នកនោះជាការគ្រប់គ្រងធំបំផុតមនុស្សដូចគោតឹងគិតតែពីប្រយោជន៍បើគម្រោងអ្នកជោគជ័យវាបញ្ជាក់ថាការសម្រេចចិត្តខ្ញុំត្រឹមត្រូវពួកចាស់ក្នុងក្រុមប្រឹក្សាធនាគារនឹងគ្មានពាក្យអ្វីទៀតខ្ញុំដឹងថាគាត់កំពុងការទិញភាគហ៊ុនធនាគារដោយចិត្តមិនមែនជាការប្រកួតធម្មតាទេគោតឹងកំពុងប្រើទុនដោយច្រើនដើម្បីដាក់សម្ពាធលើគោលដៅគឺបង្ខំឲ្យគេលះបង់ចៅវ៉ាន់អ្នកអនុម័តទ្រព្យសកម្មមិនល្អនេះចាន់សុំទោសយើងជាមិត្តនឹងគ្នាខ្ញុំជួយអ្នកមិនមែនជាការវិជាការទុកចិត្តកុំគិតធ្វើតាមផែនការរបស់អ្នកចាំថាបើអ្នកឈ្នះយើងទាំងអស់គ្នាឈ្នះខ្ញុំដាក់ទូរស័ព្ទរឿងអីតាក់ទូរស័ព្ទត្រូវបានខ្ញុំកាន់ទូរស័ព្ទឈរលើចោលពេលល្ងាចបក់មកធ្វើឲ្យខ្ញុំបន្ទាប់មកខ្ញុំត្រឡប់វាងនឹងកម្មករកំពុងសម្អាតចប់ការសៀវឆាវតាអ្នកពីក្រុមហ៊ុនណាគេពេញចិត្តណាស់គេនឹងចុះហត្ថលេខាលិខិតបំណងសារល្អណាស់សម្លេងស្រែកអបអរសាទរពេញការដ្ឋានការខំប្រឹងប្រែងប៉ុន្មានថ្ងៃនេះទទួលបានផលខ្ញុំមើលមុខស្មោះត្រង់របស់គេខ្ញុំសម្រេចចិត្តហើយខែនេះប្រាក់ខែអ្នកធ្វើការប្រញាប់ទាំងអស់ត្រូវឡើងទ្វេដងអ្នកធ្វើការប្រលានយន្តអ្នកទទួលបានប្រាក់រង្វាន់1000សម្រាប់ស្រែកអបអរខ្ញុំត្រូវចំណាយលុយឲ្យត្រូវកន្លងហើយចិត្តមនុស្សគឺជាអាវុធមុតបំផុតរបស់ខ្ញុំថ្ងៃបន្ទាប់ចៅអ៊ីបានទេលុយវិនិយោគ1 លានចូលកាន់នៃខ្ញុំក្នុងពេលតែមួយនាយកដ្ឋានច្បាប់ក៏បានផ្ញើលិខិតស្នើហៅការដែលបានបោះត្រារួចខ្ញុំបានបោះពុម្ពឯកសារនេះចេញដាក់ក្នុងស៊ុមរូបថតដ៏ស្អាតជួរនៅកន្លែងដែលឃើញច្បាស់បំផុតក្នុងបន្ទាប់មកខ្ញុំបានទូរស័ព្ទទៅចេញមកថាលោកប្រធានខ្ញុំចង់ខ្ចីចំសន្និសីទសារព័ត៌មានក្នុងនាមការសន្និសីទសារព័ត៌មានអំពីការបើកសម្ពោធសន្តាគារយួនដៃជានឹងការសហការរវាងណានហាងជាភីគីទាំង3ខ្ញុំចង់អញ្ជើញប្រព័ន្ធផ្សេងក្នុងក្រុងនិងខេត្តឲ្យមកខ្ញុំចង់ប្រាប់គ្រប់គ្នាឲ្យច្បាស់អំពីដំណើរការសាងសង់សន្តាគារឲ្យបានច្បាស់លាស់និងឲ្យបានយល់ខ្ញុំក៏នឹងបង្ហាញលិខិតសហការរបស់អ្នកផ្លាកសញ្ញាតំបន់សេវាកម្មប្រលានយន្តហោះឲ្យពួកគេមើលជាមួយចង់ប្រើកម្លាំងពីខាងក្រៅដើម្បីបង្វែរមតិសាស្ត្រត្រូវហើយខ្ញុំមិនចង់លេងលាក់ពួនជាមួយពួកគេទៀតទេខ្ញុំនឹងដាក់សัญลักษณ์ B ទាំងអស់លើបើពួកគេចង់ឲ្យខ្ញុំល្បីខ្ញុំនឹងល្បីឲ្យវាដាច់ចេញមកនៅស្ងៀមគិតយូរនៅលើទូរស័ព្ទនេះក៏ជាហានិភ័យសម្រាប់គាត់ការជាប់ការិយាល័យបញ្ជាការជាមួយខ្ញុំយ៉ាងតឹងរ៉ឹងបើសន្និសីទមានបញ្ហាអ្វីគាត់ក៏ត្រូវទទួលខុសត្រូវយល់ព្រមខ្ញុំគ្រប់គ្រងប្រលានយន្តហោះត្រូវការដៃគូដូចអ្នកអនាគតរបស់ក្រុមក៏ត្រូវការអ្នកត្រួសត្រាយដូចយើងមិនអាចគូដង្កូវដែលតែងតែធ្វើរឿងក្រោយខ្នងបំផ្លាញអ្នកដែលចង់ធ្វើការពិតប្រាកដរឿងអ្នកសារព័ត៌មានខ្ញុំឡើងរៀបចំគឺនៅ lobby សន្តាគារពេលវេលាកំណត់ត្រឹម3ថ្ងៃយើងនឹងធ្វើការតបវិញឲ្យអស់ពីចិត្ត3ថ្ងៃកន្លងទៅយ៉ាងលឿនពេលថ្ងៃនេះខ្ញុំនឹងក្រុមការងារស្ទើរតែមិនបានដេកយើងរៀបចំ lobby សន្តាគារឲ្យស្អាតជាកន្លែងសន្និសីទដុល្លារនៅលើផ្ទាំងខាងក្រោយមាន logo សន្តាគារ Cloud និងពាក្យស្លោកសហការគ្នាបង្កើតអនាគតថ្មីសម្រាប់អាកាសយានដ្ឋាននៅក្រោមពាក្យស្លោកមានឈ្មោះអង្គភាព3ការិយាល័យសាងសង់អាកាសយានក្រុមហ៊ុនអាកាសចរណាសន្តាគារ Cloud ម៉ោង9រថយន្តរបស់ស្ថានីយ៍ទូរទស្សន៍និងកាសែតបើកចូលមកបន្តិចម្ដងចេញមកមានទំនាក់ទំនងថតស្ទើរតែអញ្ជើញប្រព័ន្ធផ្សព្វផ្សាយតែអ្នកសារព័ត៌មានពីស្ថានីយ៍ខេត្តអ្នកសារព័ត៌មានឃើញសន្តាគារទំនើបនិងផ្លាកសញ្ញាហាមចូលពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងកាមេរ៉ារបស់ពួកគេថតរូបមិនឆ្លង10ព្រឹកសន្និសីទចាប់ខ្ញុំចូលលើវេទិកាដែលរៀបចំជាបណ្ដោះអ្នកសារព័ត៌មានរាប់សិបនាក់និងកាមេរ៉ាធំនៅក្បែរខ្ញុំមានចេញមកនិងចៅវាងចាំងកុងតូនិងតំណាងកម្មស្ទៃមិត្តភក្តិសារព័ត៌មាននិងភ្ញៀវកិត្តិយសទាំងខ្ញុំឈ្មោះស៊ូចៅជាអ្នកបង្កើតសន្តាគារខ្ញុំដឹងថាថ្មីនេះមានពាក្យចាំអារម្មណ៍ច្រើនសន្តាគាររបស់ខ្ញុំអ្នកខ្លះថាខ្ញុំអ្នកខ្លះថាលុយខ្ញុំហើយអ្នកខ្លះទៀតថាអាគារនេះជាដុំសាច់ក្បែរថ្ងៃនេះខ្ញុំឈរនៅទីនេះដើម្បីប្រាប់អ្នករាល់គ្នាខ្ញុំគ្រាន់តែជាយុវជនធម្មតាម្នាក់មកពីថ្ងៃនេះខ្ញុំឈរនៅទីនេះគឺចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងទាំងអស់នេះមិនមែនជាការខ្ញុំគ្រាន់តែជាយុវជនធម្មតាម្នាក់នៅក្រុងឪពុកម្ដាយខ្ញុំស្លាប់ទុកផ្ទះចាស់នេះឲ្យខ្ញុំពេលភូមិទាំងមូលមានតែផ្ទះខ្ញុំទេដែលនៅក្រៅបន្ទាប់ខ្ញុំមិនបានត្អូញត្អែរឬយំខ្ញុំគ្រាន់តែគិតថាវាសនាទុកខ្ញុំនៅទីនេះច្បាស់ជាមានហេតុផលខ្ញុំយកប្រាក់ទាំងអស់ពីឪពុកម្ដាយហើយខ្ចីធនាគារ30,000បាន50,000ជាទុនចាប់ផ្ដើមខ្ញុំរុះវាចោលហើយសង់ថ្មីខ្ញុំចង់ប្រែក្លាយផ្ទះចាស់ដែលគេបោះបង់ទៅជាអ្វីដែលបម្រើប្រលានយន្តសន្តាគារទំនើបខ្ញុំដាក់ឈ្មោះវាថាពុកសង្ឃឹមថាវាហោះឡើងលើពុកដូចយន្តហោះឆ្ពោះទៅអនាគតដ៏ខ្ពស់ទស្សនិកជនស្ងាត់បន្តិចម្ដងអ្នកសារព័ត៌មានជាច្រើនដាក់បិចចុះស្ដាប់ដោយស្ងៀមស្ងាត់លុយខ្ញុំសុទ្ធតែស្អាតគ្រប់កាក់មិត្តធនាគារដែលឲ្យខ្ញុំខ្ចីឥឡូវកំពុងរងគ្រោះដោយសារភាពស្មោះត្រង់របស់គេចោទប្រកាន់ខ្ញុំមើលទៅចៅវ៉ាន់គាត់អង្គុយនៅជ្រុងមួយដែលមិនចាប់អារម្មណ៍នៃគាត់ក្រហមបន្តិចការសាងសង់របស់ខ្ញុំសុទ្ធតែស្របច្បាប់អ្នកត្រួតពិនិត្យគុណភាពគឺលោកចេនប្រធានការិយាល័យប្រលានអនាគតខ្ញុំមិនមែនជាដុំសាច់ខ្ញុំបែរទៅចង្អុលទាំងខាងក្រោយនិងកិច្ចព្រមព្រៀងដែលព្យួរលើជញ្ជាំងព្រោះខ្ញុំបានព្រមព្រៀងជាមួយអ្នកគ្រប់គ្រងចៅយីដល់កិច្ចសហការយុទ្ធសាស្ត្រអនាគតទីនេះនឹងក្លាយជាកន្លែងសម្រាប់នាវិកណានហាងកំពុងផែដ៏កក់ក្ដៅមនុស្សញាប់អើកិច្ចសហការផ្លូវការជាមួយណាននេះជាព័ត៌មានធំបំផុតថ្ងៃនេះការសង្ស័យទាំងអស់នៅចំពោះមុខឯកសារនេះក្លាយជារឿងគ្មានន័យខ្ញុំគ្មានផ្ទៃខាងក្រោយអាចកំបាំងបើថាមាន
ផ្ទៃខាងក្រោយរបស់ខ្ញុំគឺដីដែលខ្ញុំស្រឡាញ់នៅពីក្រោយនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលគឺដៃគូដែលទុកចិត្តខ្ញុំគឺជាមិត្តរួមការងារដែលខំប្រឹងជាមួយខ្ញុំចង្អុលទៅពវាងនឹងលោកគង់នៅជួរមុនលឺថតរបស់គេភ្លឺឡើងយ៉ាងខ្លាំងសន្និសេចចូលដល់វគ្គសំណួរអ្នកសារព័ត៌មានប្រុសម្នាក់ពាក់វ៉ែនតាក្រោកឈរសំណួរគឺចំលោកទៅតែនិយាយមិត្តធនាគាររបស់លោកត្រូវគេសង្កត់សង្កិនដោយសារតាមដែលខ្ញុំដឹងថ្មីនេះមានក្រុមហ៊ុនមួយឈ្មោះធានហឺកំពុងធ្វើការទិញយកដោយអាយុទៅលើធនាគាររបស់ក្រៅពីនេះបណ្ដាញផ្សព្វផ្សាយឯករាជ្យដែលធ្លាប់និយាយអាក្រក់ពីលោកក៏មានធានហឺនៅពីក្រោយដែរសួរថាតើលោកមើលឃើញយ៉ាងណាចំពោះការវាយប្រហារពីអ្នកមានចិត្តងារអាក្រក់មកលើលោកនឹងសំណួរនេះបានដាក់កូតឹងនិងធានហឺឲ្យនៅលើតែម្ដងភ្នែកទាំងអស់សម្លឹងមករកខ្ញុំនៅលើលោកនេះមានមនុស្សពីរប្រភេទមួយប្រភេទឃើញតម្លៃហើយព្យាយាមបង្កើតវាពង្រីកវារីឯមួយប្រភេទឃើញតម្លៃគិតតែពីឆក់យកវាបំផ្លាញវាហើយយកមកធ្វើជារបស់ខ្លួនសន្តាគារឪពុករបស់ខ្ញុំស្វាគមន៍អ្នកបង្កើតទាំងអស់តែនឹងបិទទ្វារជារៀងរហូតចំពោះអ្នកលុបខ្លួនខ្ញុំជឿថាក្រោមពន្លឺថ្ងៃរាល់ឧបាយយកលងងឹតនៅទីបំផុតនឹងត្រូវលាខ្ញុំទើបតែចប់សារទាំងមូលទះដៃដូចគោលាន់អធិពលសន្និសេចឃើញភ្លាមរសៀលថ្ងៃដែលព័ត៌មានអំពីសន្តាគារបានវាលោកគ្រប់ចំណងជើងធំក្នុងក្រុងរូបភាពខ្ញុំពីអ្នករងរូសមានចំនួនប្រែទៅជាតួអង្គពោពេញជាតារាប្រុសអាជីវកម្មតែខ្ញុំដឹងមនុស្សដូចកូតឹងមិនដែលឈប់ដោយសារមតិសាធារណៈទេការបរាជ័យខាងនឹងធ្វើឲ្យគាត់សងសឹកកាន់តែខ្លាំងគាត់នឹងប្រើវិធីខុសខើជាងដើម្បីបំផ្លាញខ្ញុំហើយពិតមែនថ្ងៃបន្ទាប់ពីសន្និសេចបញ្ហាក៏មកដល់នេះពវាងរត់មករកខ្ញុំស៊ីវឆាវអត់ល្អទេទឹកនៅកន្លែងសំណងយើងឈប់មានរឿងអីយើងចំណាយថ្លៃទឹកទាន់ពេលចំណាយហើយតែរោងចក្រទឹកក្រុងថាបំពង់មេនៅតំបន់យើងត្រូវជួសជុលដូច្នេះត្រូវកាត់ទឹកមួយសប្តាហ៍ជួសជុលអីខ្ញុំទៅស៊ូគេមានតែយើងមួយគ្រួសារទេដែលគ្មានទឹកនេះច្បាស់ជាចៃរបស់លីវេមានធ្វើរឿងគេចាប់ផ្ដើមកាត់ទឹកកាត់ភ្លើងនេះជាវិធីសាស្ត្រក្រមដែលពួកអ្នកមានអំណាចក្នុងតំបន់ជួសជុលគ្មានទឹកទេការតុបតែងសន្តាគារត្រូវឈប់ទាំងអស់អាក្រក់ជាងនេះទៅទៀតស្ថានីយ៍ប្រេងក៏មិនអាចបើកដំណើរកម្មករគ្មានទឹកផឹកគ្មានបាយខ្ញុំនឹកឃើញភ្លាមដល់តែខ្ញុំមិនទាន់បានទូរស័ព្ទទៅគាត់ស្រាប់តែមានមនុស្សម្នាក់ដែលខ្ញុំមិននឹកស្មានដល់គាត់មើលទៅអាយុប្រហែល50សក់ស្កើតែមុខមាត់ស្រស់ស្អាតគាត់ពាក់អាវឈុតចាស់កាន់កាបូបឯកសារខ្មៅមើលទៅដូចអតីតមន្ត្រីចូលនិវត្តន៍គាត់ដើរត្រង់មករកខ្ញុំឯងជាស៊ូឆៅមែនទេសុំទោសលោកជានរណាខ្ញុំឈ្មោះលីងជាន់គូធ្លាប់ជាប្រធានក្រុមហ៊ុនហុងទូឈ្មោះហុងទូនេះខ្ញុំហាក់ដូចជាធ្លាប់ពឺវាជាក្រុមហ៊ុនដែលល្បីខ្លាំងក្នុងក្រុងជាក្រុមហ៊ុនអចលនទ្រព្យឲ្យក្នុងប្រហែលឆ្នាំមុនយល់ថាខ្សែសង្វាក់ហិរញ្ញវត្ថុដាច់ខ្សែធនក្នុងមួយយប់ថ្ងៃនេះខ្ញុំមករកអ្នកព្រោះខ្ញុំបានឃើញសន្និសីទសារព័ត៌មានរបស់ដងខ្ញុំញ័រខ្លាំងខ្ញុំដឹងភ្លាមមនុស្សម្នាក់នេះមិនមែនជាសត្រូវទេគាត់ជាជនរងគ្រោះម្នាក់ទៀតរបស់វាខ្ញុំនាំគាត់ចូលការិយាល័យបណ្ដោះអាសន្នរបស់ធានហឺដែលដេញអ្នកជាប់ជំពាក់ថៅកែរបស់វាក៏ជាអ្នកដែលធ្លាប់រុញខ្ញុំចូលនរកលោកប្រធានលីនតាមានរឿងអីកាលពីឆ្នាំនោះក្រុមហ៊ុនហុងទូរបស់ខ្ញុំគាត់កំពុងអភិវឌ្ឍគម្រោងពាណិជ្ជកម្មធំមួយដូចអ្នកឥឡូវនេះដែរដាក់ទ្រព្យសម្បត្តិទាំងអស់ពេលគម្រោងចិត្តចប់គាត់ទិញអនុប្រធានខ្ញុំម្នាក់បង្កើតគ្រោះថ្នាក់សុវត្ថិភាពតូចមួយរួចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបំភ្លើធ្វើឲ្យគម្រោងខ្ញុំឈប់សម្រាកបន្ទាប់មកគាត់រួមដៃជាមួយធនាគារដកប្រាក់កម្ចីធំរបស់ខ្ញុំខ្សែសង្វាក់ហិរញ្ញវត្ថុខ្ញុំដាច់មួយយប់ពេលគម្រោងចិត្តចប់កៅថេងលេចមុខចុងក្រោយគាត់មកដូចព្រះសង្គ្រោះក្នុងតម្លៃតិចជាង30%ភាគហ៊ុនខ្ញុំទាំងអស់និងគម្រោងចិត្តចប់នោះពីមហាសេដ្ឋីខ្លាយជាអ្នកក្រជំពាក់បំណុលរឿងរបស់លីងជាន់កដូចអ្វីដែលខ្ញុំកំពុងជួបតែចប់របស់គាត់អាក្រក់ជាងខ្ញុំប៉ុន្មានឆ្នាំនេះខ្ញុំប្រមូលពុស្តាំងគាត់លីងជាន់កយកឯកសារចេញពីកាបក្រាស់មួយសន្លឹកកៅថេងធ្វើរឿងខូចខើតែទុកចិត្តខ្លួនឯងពេកកិច្ចព្រមព្រៀងងឹតជាច្រើនធ្វើតាមក្រុមហ៊ុនស្រមោលចុះបញ្ជីនៅបរទេសគាត់គិតថាគ្មានអ្នកដឹងតែគាត់មិនដឹងអ្នកដែលជួយគាត់ពីមុនជាមនុស្សខ្ញុំដាក់នៅក្បែរគាត់នេះមានភស្តុតាងកិច្ចពន្ធកំណត់ត្រាផ្ទេរទ្រព្យខុសច្បាប់និងសៀវភៅសូប៉ានមួយណាក៏ធ្វើឲ្យគាត់វិនាសខ្ញុំមើលឯកសារនោះដកដង្ហើមតឹងណាស់នេះមិនមែនឯកសារទេនេះជាដាវតែអាចសម្រាប់កៅថេងបានលោកប្រធានលីនហេតុអ្វីមិនប្រើរបស់ទាំងនេះខ្ញុំសាកហើយតែកៅថេងមានទំនាក់ទំនងខ្លាំងខ្ញុំជាបរិសុទ្ធចំណាស់ខ្សែធនមិនអាចធ្វើអ្វីធំដុំបានទេឯកសារទាំងនេះដាក់ទៅក៏គ្មានអ្នកឆ្លើយតែអ្នកខុសពីខ្ញុំឥឡូវអ្នកជាទីពេញចិត្តរបស់ប្រព័ន្ធផ្សព្វផ្សាយជាគំរូដែលគេគាំទ្រឯងមានគម្រោងប្រលានយន្តហោះនៅពីក្រោយនិងក្រុមហ៊ុនអាកាសចរខាងត្បូងឯងមានការចាប់អារម្មណ៍ដែលគេគ្មាននិងឥទ្ធិពលដែលគេមិនអាចមើលរំលងដាវនេះនៅក្នុងដៃខ្ញុំគ្រាន់តែជាដែកអាសាប៉ុណ្ណោះតែនៅក្នុងដៃឯងវាអាចកាត់ក្បាលនាគអាក្រក់បានឬខ្ញុំទទួលឯកសារធ្ងន់ពីណាដែរខ្ញុំញ៉ាំបន្តិចខ្ញុំយល់ហើយជាន់កមិនមកសុំជំនួយគាត់មកប្រគល់ក្តីសង្ឃឹមសងសឹកឲ្យខ្ញុំពេលនោះហើយទូរស័ព្ទខ្ញុំរកគឺឆេនមកហៅមកខ្ញុំដឹងរឿងទឹកកាត់របស់ស៊ូឆៅហើយខ្ញុំទើបតែនិយាយជាមួយថ្នាក់ដឹកនាំអភិបាលក្រុងខឹងគាត់សួរផ្ទាល់ហើយកុំបារម្ភក្នុងរយៈពេលកន្លះទឹកភ្លើងនឹងត្រឡប់ធម្មតាយ៉ាងទៀតក្រុមស៊ើបអង្កេតគណៈកម្មការសង្វាក់បានចូលទៅក្នុងក្រុមដំបូងដែលត្រូវហៅមកពិភាក្សាគឺលីវខ្ញុំកាន់ឯកសារនៅក្នុងស្ដាប់ដំណឹងល្អពីឆេនមកតាមទូរស័ព្ទចិត្តខ្ញុំពោពេញទៅដោយអារម្មណ៍លោកប្រធានលីនសូមអរគុណចំពោះដាវនេះខ្ញុំទទួលយកហើយសន្យាជាមួយលោកយុទ្ធធរអាចមកយឺតតែមិនដែលអវត្តមានដំណឹងក្រុមស៊ើបអង្កេតចូលក្រុង